លោកត្រាំបដិសេធសំណើចុងក្រោយរបស់អ៊ីរ៉ង់ធ្វើឲ្យស្ថានភាពសង្គ្រាមរឹតតែក្តៅសង្ឃឹមថានឹងមានសន្តិភាពហាក់នៅឆ្ងាយនៅឡើយបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបង្ហាញជំហរដាច់អហង្ការដោយមិនពេញចិត្តទាល់តែសោះចំពោះសំណើចុងក្រោយរបស់ប្រទេសអ៊ីរ៉ង់ដែលមានបំណងចង់បញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរនេះបើយោងតាមការចុះផ្សាយថ្ងៃទី2ខែឧសភាឆ្នាំ2026របស់សារព័ត៌មាន Al Jazeera សំណើនេះត្រូវបានភាគីអ៊ីរ៉ង់បញ្ជូនតាមរយៈអ្នកសម្របសម្រួលក្នុងប្រទេសប៉ាគីស្ថានកាលពីយប់ថ្ងៃប្រហ័សប៉ុន្តែគ្រាន់តែមកដល់ដៃភ្លាមលោកត្រាំបានប្រកាសទាត់ចោលស្ទើរតែភ្លាមនៅចំពោះមុខអ្នកសារព័ត៌មាននៅសេតវិមានដោយលោកអះអាងថាអ៊ីរ៉ង់បានទាមទារនៅលក្ខខណ្ឌមួយចំនួនដែលលោកមិនអាចទទួលយកបានឡើយទោះបីជាបទឈប់បាញ់រយៈពេល3សប្តាហ៍មកនេះនៅតែបន្តមានប្រសិទ្ធភាពមែនប៉ុន្តែសន្តិភាពនេះហាក់ដូចជាផុយស្រួយបំផុតដោយសារភាគីទាំងសងខាងតែងតែចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើកិច្ចព្រមព្រៀងលោកត្រាំបានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ដោយលោកបានប្រើពាក្យធ្ងន់ធ្ងរថាជាក្រុមដឹកនាំដែលបែកបាក់គ្នានិងរញ៉េរញ៉ៃបំផុតទោះបីជាពួកគេម្នាក់សុទ្ធតែចង់បានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមក៏ដោយការចរចាដែលធ្លាប់គ្រោងធ្វើដោយផ្ទាល់ក៏ត្រូវបានលុបចោលហើយបដូរមកជាការពិភាក្សាតាមទូរស័ព្ទវិញបន្ទាប់ពីលោកត្រាំបានដកក្រុមបេសកជនរបស់លោកចេញពីប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុនព័ត៌មានអន្តរជាតិលោកត្រាំបដិសេធសំណើចុងក្រោយរបស់អ៊ីរ៉ង់ធ្វើឲ្យស្ថានភាពសង្គ្រាមរឹតតែក្តៅសង្ឃឹមថានឹងមានសន្តិភាពហាក់នៅឆ្ងាយនៅឡើយបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានបង្ហាញជំហរដាច់អហង្ការដោយមិនពេញចិត្តទាល់តែសោះចំពោះសំណើចុងក្រោយរបស់ប្រទេសអ៊ីរ៉ង់ដែលមានបំណងចង់បញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរនេះបើយោងតាមការចុះផ្សាយថ្ងៃទី2ខែឧសភាឆ្នាំ2026របស់សារព័ត៌មាន Al Jazeera លោកដូណាល់ត្រាំសំណើនេះត្រូវបានភាគីអ៊ីរ៉ង់បញ្ជូនតាមរយៈអ្នកសម្របសម្រួលក្នុងប្រទេសប៉ាគីស្ថានកាលពីយប់ថ្ងៃប្រហ័សប៉ុន្តែគ្រាន់តែមកដល់ដៃភ្លាមលោកត្រាំបានប្រកាសទាត់ចោលស្ទើរតែភ្លាមនៅចំពោះមុខអ្នកសារព័ត៌មាននៅសេតវិមានដោយលោកអះអាងថាអ៊ីរ៉ង់បានទាមទារនៅលក្ខខណ្ឌមួយចំនួនដែលលោកមិនអាចទទួលយកបានឡើយទោះបីជាបទឈប់បាញ់រយៈពេល3សប្តាហ៍មកនេះនៅតែបន្តមានប្រសិទ្ធភាពមែនប៉ុន្តែសន្តិភាពនេះហាក់ដូចជាផុយស្រួយបំផុតដោយសារភាគីទាំងសងខាងតែងតែចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភលើកិច្ចព្រមព្រៀងលោកត្រាំបានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ដោយលោកបានប្រើពាក្យធ្ងន់ថាជាក្រុមដឹកនាំដែលបែកបាក់គ្នានិងរញ៉េរញ៉ៃបំផុតទោះបីជាពួកគេម្នាក់សុទ្ធតែចង់បានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមក៏ដោយការចរចាដែលធ្លាប់គ្រោងធ្វើដោយផ្ទាល់ក៏ត្រូវបានលុបចោលហើយបដូរមកជាការពិភាក្សាតាមទូរស័ព្ទវិញបន្ទាប់ពីលោកត្រាំបានដកក្រុមបេសកជនរបស់លោកចេញពីប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុនចំណុចដែលតានតឹងបំផុតក្នុងពេលនេះគឺការប្រឈមមុខដាក់គ្នានៅច្រកសមុទ្រហ័រមូសដែលជាផ្លូវដង្ហើមសេដ្ឋកិច្ចពិភពលោកសម្រាប់ដឹកជញ្ជូនប្រេងនិងឧស្ម័នកងទ័ពជើងទឹកអាមេរិកបានឡោមព័ទ្ធនិងរារាំងមិនឲ្យនាវាដឹកប្រេងរបស់អ៊ីរ៉ង់ចេញទៅក្រៅបានឡើយដែលធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ដុនដាបយ៉ាងខ្លាំងជាការឆ្លើយតបអ៊ីរ៉ង់ក៏បានគ្រប់គ្រងច្រកសមុទ្រនេះយ៉ាងតឹងរ៉ឹងដែលបង្កឲ្យមានសម្ពាធដល់សេដ្ឋកិច្ចពិភពលោកទាំងមូលផងដែរកន្លងមកអ៊ីរ៉ង់ធ្លាប់បានស្នើសុំឲ្យអាមេរិកដកការឡោមព័ទ្ធនាវាដឹកប្រេងជាការដោះដូរនឹងការបើកច្រកសមុទ្រឡើងវិញប៉ុន្តែលោកត្រាំបានបដិសេធដោយសារសំណើនោះមិនបានរាប់បញ្ចូលការចរចារឿងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ភ្លាមនោះទេស្របពេលដែលមេដឹកនាំកំពុងប្រជុំមុខដាក់គ្នាមតិសាធារណៈនៅក្នុងសហរដ្ឋអាមេរិកហាក់មិនសូវគាំទ្រសង្គ្រាមនេះឡើយដោយការស្ទង់មតិថ្មីបង្ហាញថាប្រជាជនអាមេរិកដល់ទៅ 61% យល់ថាការប្រើកម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់គឺជាកំហុសមួយចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី28ខែកុម្ភៈកន្លងទៅចំនួនអ្នកបាត់បង់ជីវិតបានកើនឡើងយ៉ាងរន្ធត់ដោយមានមនុស្សជាង300នាក់បានស្លាប់ក្នុងប្រទេសអ៊ីរ៉ង់និងជាង600នាក់នៅប្រទេសលីបង់ក្នុងនោះក៏មានទាហានអាមេរិកនិងអ៊ីស្រាអែលជាច្រើននាក់ផងដែរមកទល់ពេលនេះពិភពលោកកំពុងតាមដានមើលយ៉ាងអន្ទះសារថាតើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់បណ្ដាប្រទេសក្នុងតំបន់និងសហភាពអឺរ៉ុបនឹងអាចទាញភាគីទាំងពីរឲ្យមកទល់ចរចាវិញបានដែរឬយ៉ាងណា